ទាំងអស់គ្នាដែលវីដេអូដែលខ្ញុំបង្ហាញពីការយើង access ពី client ទៅកាន់ server ឬក៏យើង access ពី computer មួយទៅ computer មួយតាមរយៈ file share ឬ folder share អត់បានមានបញ្ហាតែនេះតោះយើងមើលទាំងអស់គ្នាតែពិតទៅបញ្ហាហ្នឹងវាជា password protect លើ Windows ដែលយើង share file ណាតោះយើងមើលលើ Windows share file ទាំងអស់គ្នាយើងដល់ទៅលើ Windows share file ហើយយើងអ្វីយើងត្រូវធ្វើគឺយើងចូលទៅកាន់ control panel ចូលមកកាន់ control panel មកហើយយើង open ទៅមកទៀតយើងចូលមកកាន់ network and internet setting network and internet ចូលទៅកាន់ទៅមកទៀតចូលមកកាន់ network and sharing center រួចយើងចូលមកកាន់នេះ change advanced sharing setting ខ្ញុំទៅរួចយើងមើលមកកាន់នេះ all network នេះវាthíchបើក all network មករួចយើងបើកត្រង់ password protect sharing នេះបើកវាមកតែពីបើកហើយយើងតេ access នៅលើ client ម្ដងមកបន្ទាប់ពីយើងបានបិទឲ្យយើងបើក password protect sharing មិញហើយនេះយើងអាច access តេ IP របស់ computer ដែលយើង share បានយើងចុច OK មកចេញនេះត្រង់នេះវាឲ្យយើងវាយ username និង password តែយើងចូលទៅមើល username នៅលើ Windows Share ទាំងអស់គ្នាបន្ទាប់ពីចេញ username ហើយនិង password ដែលយើង access មកហើយទី1យើងត្រូវចូលទៅមើល username ហើយនិង password ជាទូទៅ computer ដែល share នេះដាច់ខាតគឺត្រូវតែមាន computer ដែល share នេះដាច់ខាតត្រូវតែមាន password បើមិនយើងអត់មាន password យើងរៀនពិបាកធ្វើបន្តិចយើងត្រូវដាក់ password ឲ្យ computer យើងរបៀបចូលទៅមើល username password យើងអាចចូលទៅកាន់ control panel ដូចគ្នា search មក control panel ហើយយើងចុច open មកតើ open ត្រង់នេះបើសិនជាឃើញតូចអញ្ចេះឬតូចអីផ្សេងយើងយក category មកធំក្រាន់រួចយើងចូលពាក្យថា account តើពាក្យ account ហើយយើងចូល user account រួចចូល user account ហើយបញ្ជាក់យើងអត់យក username នេះទេយើងត្រូវចូលនេះ configure advanced user profile property នេះចូលនេះមកនេះ user ដែលយើងត្រូវ access មកចូលគឺ user computer នេះឈ្មោះ ASUS ដែល share file មកបន្ទាប់ពីយើងមើល user មិនឃើញហើយយើងវាយមក user មិនគេ ASUS អក្សរធំបញ្ជាក់បើសិនជាក្នុង user អក្សរធំដាក់អក្សរធំអក្សរតូចដាក់អក្សរតូចមានដក clear ត្រូវដាក់ clear password បាន password នៅលើ user ដែលយើង share 00 username user ហើយ OK នេះចូលបានយើងអាចចូលបានខ្ញុំតែបង្កើត folder មួយមក folder មកនេះ folder នេះយើងអាចចូលប្រើបានលើ location នេះហើយតើពីយើងតេស្តមិញហើយយើងអាចចូលធ្វើបានដោយការនេះបញ្ជាក់ម្ដងទៀតគឺហាមប្រើ username ទីនេះគឺយើងត្រូវចុច configuration advanced នេះហើយយើងយក username នេះបន្ទាប់ពីឈ្មោះ computer យើងហ្នឹងនេះ user ត្រង់នេះបាទវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណច្រើន